ទីតាមានអីមានមានទៀតអាចជួយខ្ញុំយល់ពូបងកលាកោខ្ញុំមកពីខាងក្រុមការងារទំព័រលោកខេត្តបរិហត់យូហើយឃើញថាព័ត៌មានមួយដែលខ្ញុំបានទទួលនោះគឺថាពួកបងពូគឺបណ្ដាំងទុកងចាំនៅថ្ងៃ3ថ្ងៃទៅទៀត8ហ្នឹងណាបាទប៉ុន្តែអ្វីដែលខ្ញុំជឿចាប់ខ្ញុំឃើញព័ត៌មានចេញថាគេអត់ឲ្យលទ្ធផលទៅខាងពូបងទេអត់តនេះក៏ប្អូនគាត់កំពុងតែគណៈកម្មការហ្នឹងគេកំពុងហៅទៅជួបមិនដឹងថាហៅទៅជួបឲ្យពៀនឬឲ្យលុយឬឲ្យយ៉ាងម៉េចទេរហូតមកដល់ម៉ោងនេះគឺយើងកំពុងតាមដានរឿងនឹងដូចគ្នាបាទដោយសារតែឃើញលទ្ធផលចេញមកទៅដូចជាមានអត់ឈប់តាមប្រៃពួកយើងជាអ្នកពំច្រងមួយដែរហើយយើងជួយទៅជាកម្លាំងចិត្តមានអីចឹងទៅថ្ងៃនេះខ្ញុំទទួលបានផាត់ការពីលោកពូសុវណ្ណនៅសហរដ្ឋអាមេរិកតែដៃបងពូសុវណ្ណមួយខ្ញុំសូមជូនទៅដល់ខាងតំណាងណែលោកខាងនេះបាទគាត់ជាកីឡាករខាងទូកក្តាមប្រៃណាអញ្ចឹងពូអាចរៀបរាប់តិចបានទេថាពូមកពីខេត្តណាស្រុកណាដើម្បីឲ្យលោកពូសុវណ្ណក៏បានជ្រាបផងបាទសម្បត្តិជួយមកពីភូមិកណ្ដាលគឺអាចចាហើយវាកន្លែងក៏គឺតាមប្រៃចាឬថាតាមប្រៃគឺជាអតីតជាតាមជាប្រវត្តិសាស្ត្រនៃគោដែរចានេះជាតែតាមប្រៃតាមប្រៃឆ្នាំយូរទៅយើងមានប្រវត្តិនឹងការតាមឆ្នាំណាគុំចាស់នេះចាតាមពីសង្គមចាស់ណាឬថាជាទូកខ្សែឬកំពុងតែអ្នកបងស្រីដែលម្ចាស់ឧបត្ថម្ភណាហើយគាត់ចាយលុយពី20000មិញហ្នឹងហៅឡូបាទបងសូមជិះមកមានភាសាបាទជំរាបសួរទាំងអស់គ្នាបាទជួយខៃខលឲ្យបានឈ្នះតែ3ថ្ងៃឈ្នះតែ3ថ្ងៃគឺយ៉ាងម៉េចឈ្នះ3ថ្ងៃឈ្នះ3ថ្ងៃបាទតែចេះដល់រួមគ្នាជាកម្លាំងមួយទៅល្អតែបងសប្បាយចិត្តណាស់ដែលបានប្រកាសនេះនិយាយជាមួយបងប្អូនទាំងអស់គ្នាហើយថ្ងៃក្រោយតើចង់ឲ្យគេជួយទៀតដែរអត់បាទគាត់ថាឆ្នាំក្រោយចង់ឲ្យគាត់ជួយទៀតទេចង់ទៀតដែរមើលហើយឆ្នាំក្រោយមានសង្ឃឹមយ៉ាងម៉េចដែរគាត់ថាឆ្នាំក្រោយមានសង្ឃឹមមិនដែរឈ្នះទៀតទេឆ្នាំក្រោយគាត់ថាឆ្នាំក្រោយក្តាមប្រែត្រូវតែឈ្នះទៀតអរគុណច្រើនបងបាទជំរាបលាបងបាទអញ្ចឹងបងស្រីនៅហាវ៉ៃហ្នឹងគឺគាត់ដែលឧបត្ថម្ភថវិកាម្នាក់20000រៀលហ្នឹងណាហើយមិញថវិកាអ្នកផ្ញើទៅលោកកំណាងហ្នឹងគឺសល់1លាន320000អញ្ចឹងលោកចែកជូនគ្រប់គ្នាទៅហើយបន្តមកហ្នឹងឆ្នាំក្រោយយើងនឹងមានឱកាសសង្ឃឹមជួបគ្នាទៀតបាទអញ្ចឹងនៅពេលនេះក្រុមការងារនៃរាយការណ៍ផ្សេងសូមជំរាបលាហើយយើងចង់ទៅមើលទូកក្តាមប្រៃដែរតោះដល់អត់នេះបងបាទ